listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកជាប្រធានាធិបតី Washington នាងខ្ញុំម៉ៃសុធានីសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីចា៎យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃពុធ14កើតខែទុតិយាសាទឆ្នាំមមែសប្បស័កពុទ្ធសករាជ2559ហើយដល់ត្រូវនៅថ្ងៃទី29ខែកក្កដាគ្រិស្តសករាជ2015ជាកិច្ចចាប់ផ្ដើមនេះនាងខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃរដ្ឋាភិបាលសម្រាប់បន្ថយកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចពី99ឆ្នាំមកត្រឹម50ឆ្នាំអ្នកជំនាញកសិកម្មបារម្ភពីការប្រើប្រាស់ជីគីមីនិងថ្នាំពុលកាន់តែច្រើនឡើងអង្គការស្ត្រីជាង50ស្ថាប័នអះអាងថាស្ត្រីកម្ពុជាទទួលបានយុត្តិធម៌មិនស្មើគ្នាដូចជាបុរសសកម្មជនបកប្រឆាំងខេត្តបាត់ដំបងម្នាក់ត្រូវមន្ត្រីយោធាគំរាមសម្លាប់ដោយសារទំនាស់នយោបាយរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានពិស្ដារដ្ឋាភិបាលសម្រាប់កាត់បន្ថយរយៈពេលនៃគោលនយោបាយផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចពីរយៈពេល99ឆ្នាំមកត្រឹម50ឆ្នាំវិញការកាត់បន្ថយនេះក៏នៅបន្ទាប់ពីអ្នកស្រាវជ្រាវរកឃើញថាការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចរយៈពេល99ឆ្នាំនោះគឺបានហុចផលអវិជ្ជមានច្រើនជាងផលវិជ្ជមានដល់សេដ្ឋកិច្ចកញ្ញាជ័យមិញជូរាយការណ៍ចាប់ពីពេលនេះតទៅក្រុមហ៊ុនវិនិយោគសម្បត្តិដីសេដ្ឋកិច្ចទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិការគម្រោងរបស់ខ្លួនយូរជាង50ឆ្នាំនោះទេការសម្រេចកែប្រែរយៈពេលនៃការអនុវត្តកិច្ចសន្យាគម្រោងវិនិយោគលើដីសម្បត្តិនេះបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃ28កក្កដាមន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូលោកអំសំអាតសម្ដែងការសាទរចំពោះការសម្រេចថ្មីនេះប៉ុន្តែលោកយល់ថាការសម្រេចបែបនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុនវិនិយោគដែលប្រតិបត្តិការដោយស្របច្បាប់បើគ្មានការដោះដូរណាមួយវាមិនអាចទៅថយទៅបានទេខ្ញុំគិតថាប្រជារដ្ឋាភិបាលគាត់គិតគូរទៅលើការផ្ដល់នៃការអនុគ្រោះពន្ធឬក៏បញ្ហាអីផ្សេងទៀតជាថ្នូរនៃការកាត់បន្ថយណាដើម្បីជាការប៉ះប៉ូវទាក់ទងនឹងបញ្ហានេះវិទ្យុអាស៊ីសេរីបានព្យាយាមសុំការបកស្រាយបន្ថែមពីនាយខុទ្ទកាល័យក្រសួងបរិស្ថានលោកស្រុនដារិតប៉ុន្តែមិនមានការឆ្លើយតបយ៉ាងណាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកអៀងសុផល្លាតសង្ឃឹមថាការបន្ថយមកនៅត្រឹម50ឆ្នាំនេះនឹងមិនបង្កជាបញ្ហាដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគកន្លងមកនោះទេដោយលោកអះអាងថាក្រុមហ៊ុនទាំងនោះភាគច្រើនមិនបានអនុវត្តពេញលេញតាមកិច្ចសន្យាវិនិយោគលោកលើកឡើងថារដ្ឋាភិបាលបានយោគយល់រួចទៅហើយដល់ក្រុមហ៊ុនទាំងនោះដោយបានអនុញ្ញាតឲ្យបន្តអនុវត្តគម្រោងរបស់ពួកគេចំពោះក្រុមហ៊ុនដែលបានអនុវត្តតាមលក្ខខណ្ឌកិច្ចសន្យាកន្លងមករដ្ឋាភិបាលសំណូមពរឲ្យក្រុមហ៊ុនទាំងនោះយោគយល់រដ្ឋាភិបាលធ្លាប់បានបង្ហាញថាក្នុងឆ្នាំ2013ក្រុមហ៊ុនចំនួន230បានទទួលសិទ្ធិវិនិយោគលើផ្ទៃដីសរុបជិត2លានហិកតាប៉ុន្តែអង្គការទិន្នន័យស្ដីពីការអភិវឌ្ឍហៅកាត់ថា ODC ក៏សម្គាល់ឃើញថាទិន្នន័យស្ដីពីសម្បត្តិដីសេដ្ឋកិច្ចនៅមានភាពលាក់បាំងនៅឡើយក្រោយពីការសិក្សាមួយចំនួនរកឃើញថាគោលនយោបាយសម្បត្តិដីសេដ្ឋកិច្ចបង្កផលប៉ះពាល់ច្រើនដល់សង្គមក្រសួងទាំងពីរដែលទទួលបន្ទុកការងារនេះកាលពីខែឧសភាឆ្នាំ2014បានចេញសេចក្តីប្រកាសឲ្យមានការពង្រឹងការគ្រប់គ្រងគម្រោងវិនិយោគសម្បត្តិដីសេដ្ឋកិច្ចឡើងវិញចំពោះការកាត់បន្ថយរយៈពេលអនុវត្តគម្រោងមកនៅត្រឹម50ឆ្នាំយ៉ាងយូរនេះអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកកែមលីយល់ថាអាចនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគហើយកិច្ចសន្យាចំនួនមួយកាលណាយើងប្រែប្រួលវាអាចធ្វើឲ្យมันផ្ដោតភាពទំនុកចិត្តច្រើនទៅដល់ចំនួននៃស្តង់ដារដែលគេរៀបមកចំណែកលោកអ៊ូវរៈនាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយវិញយល់ថាការសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះមិនមែនជាបញ្ហាចោទដល់ក្រុមហ៊ុនសម្បត្តិទាំងនោះទេ
ដីសំភារសេដ្ឋកិច្ចនេះគេច្រើនទៅជាអ្នកហត់ខាត់ទេដូច្នេះមិនមែនជាអ្នកវិនិយោគត្រឹមត្រូវទេដូច្នេះមិនមានបញ្ហាទេពួកគាត់ដឹងហើយថារឿងចឹងគឺរឿងដែលគាត់មិនទុកចិត្តបាន 100% ទេតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំណូលដែលបានពីគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះមានបរិមាណ$80 លានជាបរិមាណដែលរដ្ឋាភិបាលចាត់ទុកថាតិចតួចដោយដែលបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីដើមឆ្នាំនេះរបាយការណ៍នោះក៏បានលើកឡើងដែរថាការអនុវត្តរបស់ក្រសួងបរិស្ថានរួមទាំងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកន្លងមកមានភាពឆក់ល្វែងការស្រាវជ្រាវមួយចំនួនពីផលប៉ះពាល់នៃការអនុវត្តគោលនយោបាយនេះបានរកឃើញថាក្រុមហ៊ុនវិនិយោគតែងមិនបានគោរពតាមគោលការណ៍ដែលមានចែងនៅក្នុងកិច្ចសន្យានោះទេហើយសម្បទានជាច្រើនមានទំហំលើសពី 10,000 ហិកតាដែលច្បាប់បានកំណត់និងធ្វើលើផ្ទៃដីដែលច្បាប់ហាមឃាត់ស្របពេលរដ្ឋាភិបាលកំណត់ឡើងវិញលើរយៈពេលកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចនេះក្រសួងបរិស្ថាននៅថ្ងៃទី28 កក្កដាក៏បានសម្រេចឲ្យក្រុមហ៊ុនចំនួន16ដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសរុបជាង 90,000 ហិកតាក្នុងខេត្តមណ្ឌលគិរីរតនគិរីនិងកំពង់ស្ពឺចុះកិច្ចសន្យាឡើងវិញនិងបន្ថយរយៈពេលវិនិយោគមកនៅត្រឹម50ឆ្នាំសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាននៅពេលនេះឲ្យដឹងដែរថាក្រសួងបានពិនិត្យនិងវាយតម្លៃគម្រោងវិនិយោគទាំងអស់បានចំនួន113គម្រោងលើផ្ទៃដីសរុបជាង 62,000 ហិកតាក្នុងនោះរដ្ឋាភិបាលបានសម្រេចដកហូតសិទ្ធិវិនិយោគពីគម្រោងរបស់ក្រុមហ៊ុនចំនួន23លើផ្ទៃដីសរុបជាង 90,000 ហិកតាក្រោយពីពិនិត្យឃើញថាក្រុមហ៊ុនទាំងនោះមិនបានគោរពតាមគោលការណ៍និងនីតិវិធីដែលបានកំណត់ក្នុងកិច្ចសន្យានាងខ្ញុំជេងមេងជូវិទ្យុអាស៊ីសេរីភ្នំពេញក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមជាមួយនឹងអ្នកជំនាញរបស់អង្គការក្រៅរដ្ឋាភិបាលបានរៀបចំវេទិកាថ្នាក់ជាតិមួយស្តីពីគ្រោះថ្នាក់ដោយសារការប្រើជីគីមីនិងថ្នាំពុលនៅក្នុងវិស័យកសិកម្មរយៈពេល2ថ្ងៃនៅខេត្តសៀមរាបវេទិកាថ្នាក់ជាតិនេះគឺមានការចូលរួមពីក្រុមអ្នកជំនាញមកពីច្រើនមជ្ឈដ្ឋានរួមមានប្រជាកសិករមកពីខេត្តសៀមរាបកំពង់ធំកំពង់ចាមនិងខេត្តព្រះវិហារលោកហងសាយុទ្ធមានសេចក្តីរាយការណ៍ព័ត៌មាននេះអ្នកជំនាញផ្នែកកសិកម្មមកពីអង្គការក្រៅរដ្ឋាភិបាលឲ្យដឹងថាបច្ចុប្បន្នកសិករខ្មែរបាននាំគ្នាប្រើប្រាស់ជីគីមីនិងថ្នាំពុលទៅលើស្រូវនិងដំណាំជាច្រើនប្រភេទទៀតកាន់តែច្រើនឡើងការប្រើប្រាស់ជីគីមីនិងថ្នាំពុលនៅតាមទីវាលកសិកម្មនេះកំពុងធ្វើឲ្យក្រុមអ្នកជំនាញខាងការពារបរិស្ថាននិងសុវត្ថិភាពចំណីអាហារព្រួយបារម្ភចំពោះការប៉ះពាល់សុខភាពសាធារណៈដែលជាអ្នកប្រើប្រាស់ទូទៅព្រមទាំងប៉ះពាល់ដល់ជីវិតសត្វចម្រុះទៀតផងនាយកការពារបរិស្ថាននិងសុខភាពរបស់មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាសេដាគឺលោកគៀមមករាឌីលោកមានប្រសាសន៍ក្នុងពេលដែលអញ្ជើញចូលរួមវេទិកាថ្នាក់ជាតិស្តីពីបទដ្ឋានគតិយុត្តការប្រើប្រាស់និងការធ្វើពាណិជ្ជកម្មភ្នាក់ងារជីវសាស្ត្រ BCA ក្នុងវិស័យកសិកម្មនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារទី28ខែកក្កដាថាប្រទេសកម្ពុជាបច្ចុប្បន្នដែលមានប្រជាពលរដ្ឋសរុបជាង15លាននាក់គឺ 85% ជាកសិករហើយក្នុងចំណោមកសិករទាំងនោះគឺពី 70 ទៅ 80% កំពុងធ្វើកសិកម្មដោយប្រើជីគីមីនិងថ្នាំពុលកសិកម្មលោកគៀមមករាឌីបញ្ជាក់ទៀតថាតាមការសិក្សាគឺរកឃើញកសិករប្រមាណពី 70 ទៅ 80% បានប្រើជីគីមីនិងថ្នាំពុលកសិកម្មទៅលើស្រូវនៅរដូវវស្សាចំណែកឯស្រែប្រាំងវិញគឺបានប្រើប្រាស់ជីគីមីរហូតទៅដល់ 100%មន្ត្រីអង្គការដដែលឲ្យដឹងថាទាំងជីគីមីនិងថ្នាំពុលកសិកម្មគឺនឹងបង្កឲ្យមានគ្រោះថ្នាក់ដូចគ្នាដល់អ្នកប្រើប្រាស់និងអ្នកទទួលទានចំណីអាហារកសិករដែលប្រើប្រាស់ថ្នាំពុលកសិកម្មហ្នឹងវាអាចធ្វើឲ្យពុលខ្លួនឯងនៅពេលប៉ះពាល់ឬក៏ពេលបាញ់ថ្នាំពុលហ្នឹងនៅពេលកាកសំណល់ថ្នាំពុលសល់នៅលើផលិតផលដំណាំគឺអ្នកហូបប៉ះត្រូវបើសិនជាកាកសំណល់ថ្នាំវាច្រើនគឺវាធ្វើឲ្យអ្នកបរិភោគហ្នឹងពុលរាករូសអីភ្លាមហ្នឹងហើយមួយទៀតបើសិនជាកាកសំណល់ហ្នឹងវាតិចវាមានជាតិពុលរបស់វាយូរអង្វែងនោះគឺធ្វើឲ្យសុខភាពរបស់យើងសោយទៅដោយសារសារធាតុគីមីរបស់ថ្នាំពុលនេះក៏សំនៅក្នុងខ្លួនប្រាណរបស់យើងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកំពុងព្រួយបារម្ភចំពោះបញ្ហាធ្វើកសិកម្មដោយប្រើជីគីមីនិងថ្នាំពុលនេះពីព្រោះថាវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សទេគឺវាក៏បានគំរាមកំហែងទៅដល់ជីវិតសត្វនិងបរិស្ថានធម្មជាតិដែរអគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយកសិកម្មលោកប្រាក់ជាធោមានប្រសាសន៍ថាអ្វីត្បិតតែពេលនេះការប្រើប្រាស់ជីគីមីនិងថ្នាំពុលនៅក្នុងវិស័យកសិកម្មកម្ពុជាមិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ដោយក៏
ក៏វាកំពុងបង្កឲ្យមានការប៉ះពាល់ដល់បរិស្ថានធម្មជាតិនិងសត្វដែលមានប្រយោជន៍មួយចំនួនដូចជាត្រីកង្កែបជាដើមគឺងាប់ជាបន្តបន្ទាប់ខ្ញុំសូមជូនយោបល់ទៅវិជាកសិករយើងសូមឲ្យព្យាយាមធ្វើស្រែចម្ការយកចិត្តទុកដាក់កុំឲ្យធ្វើឲ្យណាព្រោះហើយក៏ស្ទុះហើយយើងដើរទៅដោយអត់មានការថែទាំហើយម្យ៉ាងវិញទៀតក្នុងការប្រើប្រាស់សារធាតុគីមីហ្នឹងក៏សូមឲ្យកាត់បន្ថយយើងប្រើប្រាស់ថ្នាំសម្រាប់សត្វល្អិតដោយធម្មជាតិជាការប្រសើរវាជួយកាត់បន្ថយនៅទុនចំណាយរបស់យើងបើសិនជាយើងប្រើជីធម្មជាតិជីកំប៉ុស្តយើងអាចប្រមូលនៅក្នុងផ្ទះខ្លួនឯងបានដោយអត់ប្រើថវិកាចំណាយច្រើនទេអ្នកជំនាញខាងគម្រោងកសិចំណីអាហាររបស់អង្គការ GIZ អាល្លឺម៉ង់លោក Claude Predihert បានថ្លែងថាលោកសូមគាំទ្រដល់ក្រសួងកសិកម្មក្នុងកិច្ចការកាត់បន្ថយការប្រើប្រាស់ជីគីមីនិងថ្នាំពុលហើយលោកក៏លើកទឹកចិត្តកសិករខ្មែរឲ្យផលិតដំណាំធម្មជាតិក្នុងគោលបំណងការពារសុខភាពសាធារណៈការពារបរិស្ថានព្រមទាំងឲ្យផលិតផលមានគុណភាពល្អនិងមានតម្លៃនៅក្នុងទីផ្សារក្នុងស្រុកនិងផ្សារអន្តរជាតិផងខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបលោកអ្នកនាងជាទីមេត្រីប្រសិនបើលោកអ្នកនាងចង់ឃើញរូបភាពឬក៏វីដេអូនេះសូមចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/khmer ចាលោកអ្នកស្ដាប់ជាទីមេត្រីសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សដែលមានថ្នាក់ការនៅទីក្រុងប៉ារីសបានចេញលិខិតស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលប្រតិភិទើបតែបានអនុម័តកាលពីថ្ងៃទី24ខែកក្កដាកន្លងទៅនេះប្រធានសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សលោកការីមឡាហេតជីបានថ្លែងថាក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែលុបចោលនៅសេចក្តីស្វែងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលពីព្រោះថាច្បាប់នេះគឺវាផ្ទុយពីការចែងនៅក្នុងរដ្ឋធម្មនុញ្ញលោកបន្តថាមាត្រា35នៃរដ្ឋធម្មនុញ្ញចែងថាប្រជាប្រដ្ឋខ្មែរទាំងពីរប្រភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌ប្រទេសជាតិចាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានបានប្រតិកម្មតបថាការស្នើសុំរបស់អង្គការសង្គមស៊ីវិលទាំងនោះគឺជាសិទ្ធិរបស់ពួកគេពីព្រោះថាសេចក្តីព្រាងច្បាប់នេះគ្មានគោលបំណងបំបិទសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលឬក៏ពលរដ្ឋណានោះទេពីព្រោះច្បាប់នេះទី1ក្រៅពីការផ្ដល់អ្វីទៅសិទ្ធិស្របច្បាប់មួយដែលការពារដោយច្បាប់ក្នុងការបង្កើតដែរជាអង្គការដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលហ្នឹងគឺគេមានបន្ថែមទៀតបង្គាប់ឲ្យរាជរដ្ឋាភិបាលហ្នឹងគេដើរតួជាដៃគូផ្ដល់ទៅសេវាកម្មផ្ដល់ទៅដែលសម្របសម្រួលការងារទាំងឡាយទាំងពួងអានេះតែយើងមើលឃើញអាស្រ័យហេតុដូច្នេះការព្រួយបារម្ភអានឹងជារឿងដាច់ដោយឡែកពីអ្វីដែលជាការពិតបាទនៅក្នុងលិខិតរបស់សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សក៏បានគូសបញ្ជាក់ថាច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះគឺមានលក្ខណៈរឹតបន្តឹងសិទ្ធិសេរីភាពយ៉ាងខ្លាំងលោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington ថ្ងៃ28ខែកក្កដាឆ្នាំ2015នេះគឺជាខួប2ឆ្នាំគត់ក្រោយពីព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ2013តែរយៈពេល2ឆ្នាំនេះស្ថានភាពមានការប្រែប្រួលដោយម្ដេចខ្លះចាលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនាពេលបន្តិចទៀតនេះចាប់ពីខេត្តបាត់ដំបងសកម្មជនគណបក្សប្រជាជាតិម្នាក់នៅស្រុកបាណន់កាលពីម្សិលមិញនេះបានប្តឹងអតីតមេបញ្ជាការរងយោធានៅក្នុងខេត្តបាត់ដំបងមួយរូបពីបទគំរាមសម្លាប់ទៅអង្គការលីកាដូដើម្បីឲ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់សកម្មជនបកប្រឆាំងរូបនោះកំពុងបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនគណៈបន្ទាប់ពីត្រូវមន្ត្រីយោធារូបនោះវាយដំបង្ករបួសស្នាមនិងគំរាមកំហែងនៅរូបគាត់ជាបន្តបន្ទាប់ចាលោកហ៊ុំចម្រើនរាយការណ៍ជុំវិញបញ្ហានេះដូចតទៅសកម្មជនគណៈបកប្រឆាំងស្រុកបាណន់អំពាវនាវឲ្យអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌និងចាត់វិធានការផ្លូវច្បាប់ទៅលើអតីតមេបញ្ជាការរងអនុសេនាធំស៊ើបការកងពលតូចលេខ52រូបនោះជាបន្ទាន់ដើម្បីកុំឲ្យមានការគំរាមកំហែងលើរូបគាត់នៅពេលខាងមុខទៀតសកម្មជនគណៈបកសង្គ្រោះជាតិឃុំចៃមានជ័យស្រុកបាណន់ខេត្តបាត់ដំបងគឺលោករំសារ៉នអង្គុយថ្លែងក្នុងទឹកមុខស្រពោននៅស្នាក់ការអង្គការលីកាដូខេត្តបាត់ដំបងនៅថ្ងៃទី23កក្កដាថាអតីតមេបញ្ជាការរងអនុសេនាធំស៊ើបការកងពលតូចលេខ52ប្រចាំខេត្តបាត់ដំបងឈ្មោះផុនសុផុនតែបច្ចុប្បន្នពុំដឹងស្ថិតក្នុងអង្គភាពណាច្បាស់លាស់នោះទេកាលពីថ្ងៃទី26កក្កដាកន្លងទៅបានវាយចាប់បោករូបលោកទៅនឹងដីបណ្ដាលឲ្យរងរបួសជាំភ្នែកខាងឆ្វេងជាទម្ងន់
លោកអះអាងថាការនោះអតីតមេបញ្ជាការរងរូបនោះមានទំនាស់ពាក្យសម្ដីជាមួយលោកពាក់ព័ន្ធនឹងរឿងនយោបាយដោយជជែកគ្នាជាមួយលោកថាលោកសំរងស៊ីទៅក្រៅប្រទេសកិច្ចយករួចខ្លួនហើយក៏ផ្ទុះកំហឹងគំរាមកំហែងនឹងវាយដំលើរូបលោកតែម្ដងច្រឡោជេរញ៉ាំពួកអាក្បត់ពួកអាល្មើសគុណពួកអាអីចឹងទៅហើយគេដើរទៅកន្លែងទៅបខ្វេយាយចង់ខ្លាំងជាមួយអញឯងប្រយ័ត្នត្រូវឯងអញ្ចឹងដល់ពេលជេរញ៉ាំអាចុយបរាយអាចុយបរាយឯងខ្លាំងឯងចាក់ត្រូវឯងដល់នោះទៅហក់មករយខ្ញុំហក់មករយខ្ញុំវាយខ្ញុំចាប់បោកខ្ញុំតូនដីឲ្យខ្ញុំដួលតូនដីហើយខ្ញុំចំកន្លែងនេះហើយមានគេចាប់កុំខ្មោចតែគេបានគេជួយចាប់ខ្ញុំមិនដឹងថាយ៉ាងណាដល់ពេលហ្នឹងខ្ញុំឈឺខ្លួនតាន់បាត់ក្នុងរួមឆ្លើយតបនឹងការចោទប្រកាន់នេះអតីតមេបញ្ជាការរងអនុសេនាធំស៊ើបការកងពលតូចលេខ52គឺលោកផុនសុផុនហៅឡនមានប្រសាសន៍បដិសេធចំពោះការចោទប្រកាន់ដែលថាលោកទៅវាយដំសកម្មជនគណៈបកសង្គ្រោះជាតិនោះទោះជាយ៉ាងនេះក្តីលោកទទួលស្គាល់ថាពិតជាបានជជែកខ្វែងគំនិតគ្នាពាក់ព័ន្ធបញ្ហារបស់អ្នកនយោបាយខ្លះមែនប៉ុន្តែធ្វើឡើងទៅតាមការយល់ឃើញក្នុងបណ្ដាញសង្គម Facebook ទេគេថាវៀតណាមយកដីអស់ហើយគុំដាក់ស្ទើរនៅខាងស្វាយរៀងស្រីវែងហ្នឹងបងបាទហើយខ្ញុំក៏ថាគេមិនឲ្យឆ្លោះគ្នាទេអូនគេមកផ្ញើផែនទីពីបារាំងពីអាមេរិកមកជួយសម្រួលហើយប្រទេសជិតខាងគេមកយកឲ្យនៅយ៉ាងទេបើគេយកពី79បារាំង1979នោះខ្មែរបានរួចខ្លួននៅសារណាដោយសារយូរនឹងជួយយើងគណៈបព្វជិជននឹងជួយទោះជាយ៉ាងនេះក្តីសកម្មជនគណៈបកប្រឆាំងនៅតែអះអាងថាមន្ត្រីយោធារូបនោះបន្ទាប់ពីប្រើអំពើហិង្សាលើរូបលោកហើយក្រោយមកទៀតបានជេរប្រមាថគំរាមកំហែងរកសម្លាប់លោកនិងធ្វើឲ្យភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួនតាក់ទងនឹងបញ្ហានេះដែរមន្ត្រីស៊ើបអង្កេតអង្គការលីកាដូខេត្តបាត់ដំបងលោកហេងសៃហុងមានប្រសាសន៍ថាការចោទប្រកាន់ជំវិញទំនាស់ប្រើអំពើហិង្សាគ្នារវាងសកម្មជនគណៈបកសង្គ្រោះជាតិនិងមន្ត្រីយោធានោះថាជាការគំរាមកំហែងបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិផ្នែកនយោបាយរបស់ប្រជាពលរដ្ឋបញ្ហានេះវាទាមទារឲ្យអ្នកដែលប្រព្រឹត្តនឹងគឺទទួលទណ្ឌកម្មតាមផ្លូវច្បាប់ហើយយើងមើលឃើញថាគាត់ជាមន្ត្រីយោធាម្នាក់ដែលគាត់បានប្រព្រឹត្តទៅលើអ្នកដែលទន់ខ្សោយអញ្ចឹងមានន័យថាការរំលោភរបស់គាត់នឹងវាធ្វេហើយអញ្ចឹងអាចថានេះជាការរំលោភវេទៅលើការមើលងាយប្រមាថលើក្តីស្រែកចូលលើជាភាពជាមនុស្សក្នុងការងារបញ្ចេញមតិយោបល់នៅកន្លែងអញ្ចឹងលោកបន្តថាបន្ទាប់ពីទទួលបណ្ដឹងរបស់សកម្មជនគណៈបកសង្គ្រោះជាតិនេះហើយនឹងចុះស្រាវជ្រាវជុំវិញករណីនេះដើម្បីបញ្ជូនសំណុំរឿងដាក់ទៅតុលាការខេត្តបាត់ដំបងដំណើរការតាមផ្លូវច្បាប់បន្តទៀតខ្ញុំហុំចម្រើនវិទ្យុ RC សេរីពីខេត្តបាត់ដំបងកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់វាយហ្វូជាង200នាក់នាំគ្នាតវ៉ាឲ្យក្រសួងការងារនិងរដ្ឋសភាធ្វើអន្តរាគមន៍ករណីថៅកែរោងចក្រដែលបញ្ឈប់កម្មករជាង100នាក់គឺនៅបន្ទាប់ពីពួកគេបានតវ៉ាទាមទារលក្ខខណ្ឌការងារប្រសើរចាកម្មការនីម្នាក់ក្នុងចំណោមអ្នកតវ៉ាអ្នកស្រីប៊ូសុភ័ណ្ឌថ្លែងកាលពីម្សិលមិញថាពួកគាត់ដាក់លិខិតចំនួន2ច្បាប់ទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈហើយនឹងរដ្ឋសភាគឺដើម្បីស្នើសុំឲ្យស៊ើបអង្កេតករណីថៅកែរោងចក្របានបញ្ឈប់ពួកគាត់ពីការងារដោយគ្រាន់តែពួកគាត់តវ៉ាឲ្យថៅកែគ្រប់លក្ខខណ្ឌការងារតវ៉ាតាំងពីថ្ងៃទី13ទាមទារលុយខែលុយព្រីងលុយឡានហើយបានលុយក្រុមចាក់គេផ្សេងតែអត់មានទេព្រោះក្រុមចាក់ហ្នឹងវាជាងគេបំផុតប្រជុំកាត់ឈ្មោះចេញមិនដែរលេងជាប់ហ្មងបើយើងចេញតវ៉ាក៏ប្រកាន់ហ្នឹងបានគេប្រជុំយើងហើយដល់អញ្ចឹងឥឡូវពួកខ្ញុំកម្មករទាំងអស់គ្នានោះអត់ព្រមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់វាយហ្វូលមានកម្មករសរុបទាំងអស់ប្រមាណ 1000 នាក់ដែលមានទីតាំងនៅភូមិដំណាក់អំពិលឃុំពងទឹកស្រុកអង្គស្នួរខេត្តកណ្ដាលចាពួកគេធ្វើកតកម្មតវ៉ាឲ្យថៅកែបំពេញលក្ខខណ្ឌការងារឲ្យបានល្អតាំងពីថ្ងៃទី13រហូតដល់ថ្ងៃទី28ខែកក្កដាប៉ុន្តែគ្មានដំណោះស្រាយចាលោកអ្នកស្ដាប់ជាទីមេត្រីគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយជាង50ស្ថាប័នលើកឡើងថាវិសមភាពយេនឌ័រនៅកម្ពុជានៅតែមានកម្រិតទាបនៅឡើយបញ្ហានេះធ្វើឲ្យស្ត្រីប្រឈមទៅនឹងអំពើហិង្សាមានការរើសអើងក្នុងសង្គមហើយដែលជំរុញឲ្យស្ត្រីកម្ពុជាទទួលបានយុត្តិធម៌មិនស្មើភាពគ្នាករណីនេះសង្គមស៊ីវិលស្នើឲ្យស្ត្រីកម្ពុជាត្រូវតែក្លាហានក្នុងការតស៊ូមតិដើម្បីឈានទៅបញ្ចប់វប្បធម៌នីតិរដ្ឋភាពចំពោះស្ត្រីអ្នកស្រីអ៊ុំរាំងសីមានសេចក្តីរាយការណ៍ជុំវិញរឿងនេះ
សង្គមស៊ីវិលចង់ឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធបញ្ចប់អំពើហិង្សានិងវប្បធម៌នីតិរដ្ឋភាពលើស្ត្រីកម្ពុជាដើម្បីឲ្យសម្រេចនូវសមភាព gender និងផ្ដល់អំណាចដល់ស្ត្រីនិងកុមារទាំងអស់ទទួលបានយុត្តិធម៌នៅក្នុងសង្គមការលើកឡើងរបស់សង្គមស៊ីវិលជាង50ស្ថាប័នដែលធ្វើការពាក់ព័ន្ធនឹងស្ត្រីនៅពេលនេះធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីអំពីផែនការសកម្មភាពពេលកាំង +20 និងរបៀបវារៈអភិវឌ្ឍក្រោយឆ្នាំ 2015 នាថ្ងៃទី 28 ខែកក្កដាថ្លែងទៅកាន់សិក្ខាសាលាតំណាងឲ្យសង្គមស៊ីវិលជាង50ស្ថាប័ននោះនាយិកាអង្គការស៊ីលីកានិងជាប្រធានគ្រប់គ្រងនិងលើកស្ទួយស្ត្រីនៅក្នុងវិស័យនយោបាយអ្នកស្រីធីតាខឹសមានប្រសាសន៍ថាមូលហេតុដែលសង្គមស៊ីវិលចាត់ទុកអំពើហិង្សាការរើសអើងលើស្ត្រីជាបញ្ហាចម្បងព្រោះបញ្ហានេះមិនត្រឹមតែធ្វើឲ្យស្ត្រីទទួលបានយុត្តិធម៌មិនស្មើភាពគ្នាប៉ុណ្ណោះទេបញ្ហានេះក៏បានរាំងស្ទះដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពអ្នកស្រីធីតាខឹសមានប្រសាសន៍បន្តថារយៈពេលចុងក្រោយនេះស្ត្រីកម្ពុជាបានទទួលរងអំពើហិង្សាពីសំណាក់បុរសជាច្រើនករណីដូចជាករណីអំពើហិង្សាលើអតីតពិធីការនីទូរទស្សន៍កញ្ញាសាសាករណីអំពើហិង្សាលើកម្មករនៅស្វាយរៀងនិងករណីជាច្រើនទៀតអ្នកស្រីថាបើទោះជាករណីខ្លះជនរងគ្រោះចេញមុខស្វែងរកយុត្តិធម៌ក៏ដោយតែផ្ទុយទៅវិញនៅតែមានជនរងគ្រោះស្ត្រីជាច្រើនទៀតមិនទាន់ទទួលបានយុត្តិធម៌នៅឡើយប្រធានគ្រប់គ្រងនឹងលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយរូបនេះក៏បានអំពាវនាវឲ្យស្ត្រីកម្ពុជាទាំងអស់ដែលរងការរំលោភបំពានអំពើហិង្សាការរើសអើងត្រូវតែមានភាពក្លាហានចេញមុខរកយុត្តិធម៌ជូនខ្លួនឯងហើយសូមឲ្យបរិសុទ្ធពិសេសសង្គមបញ្ចប់វប្បធម៌នីតិរដ្ឋភាពលើស្ត្រីកម្ពុជាហើយទៅស្ត្រីដទៃទៀតដែលភាគច្រើនទទួលរងគ្រោះដែលគ្នាស្ងាត់ស្ងៀមអញ្ចឹងទៅការដែលនៅស្ងៀមស្ងាត់មិនមែនជាការដោះស្រាយបញ្ហាយើងទេត្រូវតែហ៊ានកសាងសំណុំរឿងកសាងភស្តុតាងដើម្បីឲ្យសាធារណជនឃើញនៅពេលដែលរឿងអស់នោះសាធារណជនដឹងសាធារណជននឹងមានយោបល់ហើយថាការងារនេះអត់ល្អការងារនេះមិនត្រូវធ្វើឲ្យអ្នកដែលប្រព្រឹត្តអំពើអស់នេះឯងមានការរៀងចាលនិងរអាខ្លះករណីនេះត្រូវបានអ្នកស្រាវជ្រាវបញ្ហាសង្គមលោកកែមលីឲ្យដឹងនៅក្នុងសិក្ខាសាលានោះដែរថាបើមើលទៅលើគោលដៅអភិវឌ្ឍសកលវត្សទាំង8ដែលមានតាំងពីឆ្នាំ2000រហូតមកដល់ពេលនេះឃើញថាកម្ពុជាសម្រេចបានតិចតួចប៉ុណ្ណោះលោកបន្តថាមូលហេតុចម្បងដែលធ្វើឲ្យស្ត្រីកម្ពុជាទទួលបានយុត្តិធម៌មិនស្មើគ្នាភាគច្រើនដោយសារកត្តាអភិបាលកិច្ចល្អនិងបពុនិយមប្រើប្រព័ន្ធយុត្តិធម៌ធ្វើជាឈ្នាន់របស់អ្នកមានអំណាចហើយដើម្បីលុបបំបាត់បញ្ហានេះរដ្ឋាភិបាលត្រូវតែចាត់វិធានការនិងអន្តរាគមន៍លើករណីស្ត្រីកម្ពុជាឲ្យទទួលបានយុត្តិធម៌ស្មើគ្នាហើយបើសិនជារដ្ឋាភិបាលនៅតែផ្អៀងនៅតែលំអៀងនៅក្នុងការចាត់វិធានការចំពោះអ្នកខលខូចដែលមានឋានៈខ្ពស់ខ្ញុំគិតថាស្ត្រីនៅតែមានការរងគ្រោះចឹងវិទ្យុអាស៊ីសេរីមិនអាចតាក់ទងអ្នកស្រីអង្កន្ថាភាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីដើម្បីសូមការឆ្លើយតបជុំវិញការលើកឡើងរបស់អង្គការសង្គមស៊ីវិលស្ត្រីជាង50ស្ថាប័ននេះបាននៅឡើយនៅថ្ងៃទី28ខែកក្កដាទោះជាយ៉ាងណាសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងស្ត្រីក៏បានលើកយកបញ្ហាប្រឈមរបស់ស្ត្រី16ចំណុចផ្សេងទៀតដែលក្នុងនោះមានស្នើឲ្យបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់ស្នើឲ្យលើកកម្ពស់កំណើនសេដ្ឋកិច្ចលើកកម្ពស់សុខភាពលើកកម្ពស់សង្គមមួយដែលមានសន្តិភាពផ្ដល់សិទ្ធិក្នុងការទទួលបានយុត្តិធម៌ព្រមទាំងចំណុចមួយចំនួនទៀតដាក់ជូនស្ថាប័នរដ្ឋាភិបាលដើម្បីដាក់បញ្ចូលចំណុចទាំងអស់នោះទៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាសម្រាប់15ឆ្នាំខាងមុខខ្ញុំអ៊ុំរៀងសីវិទ្យុអាស៊ីសេរីភ្នំពេញរបាយការណ៍ប្រចាំឆ្នាំ2015របស់សហរដ្ឋអាមេរិកស្តីពីការជួញដូរមនុស្សបានបង្ហាញថាកម្ពុជាមិនទាន់បានប្រឹងប្រែងឲ្យបានពេញលេញនៅឡើយក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពជួញដូរមនុស្សចាររបាយការណ៍ដដែលបានបន្តចំណាត់ថ្នាក់កម្ពុជាឲ្យស្ថិតនៅជួរលំដាប់លេខ2នៃការឃ្លាំមើលក្នុងការប្រឆាំងនឹងអំពើជួញដូរមនុស្សគឺដូចក្នុងរយៈពេល2ឆ្នាំមុននេះដែរចានេះមានន័យថាកម្ពុជាគឺជាប្រទេសដែលមិនទាន់គ្រប់តាមបទដ្ឋានជាមូលដ្ឋាននៃកិច្ចការពារជនរងគ្រោះដោយសារការជួញដូរនេះចាអ្នកត្រីសុជីវីរាយការណ៍ព័ត៌មាននេះដូចតទៅមន្ត្រីរដ្ឋាភិបាលទទួលបន្ទុកបង្ក្រាបអំពើជួញដូរមនុស្សរំពឹងថាកម្ពុជាអាចបង្ហាញលទ្ធផលល្អនៅឆ្នាំក្រោយបន្ទាប់ពីរដ្ឋាភិបាលបានរៀបចំកែលម្អបទដ្ឋានច្បាប់និងយន្តការមួយចំនួនរដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកស្រីជូប៊ុនអេងមានប្រសាសន៍ថារបាយការណ៍របស់សហរដ្ឋអាមេរិកគឺបានមើលឃើញនៅក្នុងពេលដែលកម្ពុជាកំពុងស្ថិតក្នុងដំណើរការកែតម្រង់ដែលមិនទាន់អាចបង្ហាញឲ្យឃើញលទ្ធផលនៅឡើយ
អ្នកស្រីរំពឹងថានៅឆ្នាំក្រោយរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអាចនឹងវាយតម្លៃឲ្យកម្ពុជាទទួលបានលទ្ធផលល្អប្រសើរជាងនេះរយៈពេល2ឆ្នាំកន្លងមកហើយដែលយើងបានស្ថិតក្នុងស្ថានភាពបែបនេះតែឆ្នាំទី3បើតាមធម្មតាវាធ្លាក់ចូលនៅក្នុងរំដាប់លេខ2បើសិនជាយើងមិនមានការប្រឹងប្រែងប៉ុន្តែនេះគឺយើងបានរក្សាដដែលប៉ុន្តែទន្ទឹមនឹងនោះគឺយើងបានរៀបចំនៅមូលដ្ឋានគ្រឹះបានល្អប្រសើរជាងមុនរបាយការណ៍ប្រចាំឆ្នាំរបស់អាមេរិកចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថាកម្ពុជាជាប្រទេសបញ្ជូនឆ្លងកាត់និងជាគោលដៅនៃការងារដោយបង្ខំនិងអំពើជួញដូរមនុស្សកុមារនិងមនុស្សពេញវ័យបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅកន្លែងដទៃទៀតតាមរយៈការងារទាំងនោះពួកគេអាចត្រូវគេជួញដូរផ្លូវភេទកម្លាំងពលកម្មឲ្យទៅធ្វើការនៅលើទូកនេសាទវិស័យកសិកម្មសំណង់រោងចក្រឬអ្នកបម្រើការងារតាមផ្ទះកុមារក្រីក្រជាអ្នកងាយរងគ្រោះខ្លាំងដែលត្រូវបង្ខំឲ្យធ្វើការនិងសុំទាននៅក្នុងប្រទេសថៃឬនៅប្រទេសវៀតណាមដោយមានការចូលដៃពីក្រុមគ្រួសាររបស់ពួកគេបុរសខ្មែរភាគច្រើនត្រូវគេលក់ទៅធ្វើការនៅលើទូកនេសាទក្នុងប្រទេសថៃជាទីដែលពួកគេត្រូវបង្ខំឲ្យធ្វើជាទេសចរចំណែកស្ត្រីត្រូវគេរាយការណ៍ថាភាគច្រើនត្រូវគេជួញដូរទៅប្រទេសចិនដោយរៀបការនឹងបុរសចិនបន្ទាប់មកក៏ត្រូវគេលក់ដូរទៅផ្ទះបនឬបង្ខំឲ្យធ្វើការធ្ងន់ធ្ងរក្នុងរបាយការណ៍នោះក៏បានបញ្ជាក់ទៀតថាគ្រប់ខេត្តក្រុងទាំងអស់របស់កម្ពុជាគឺជាមូលដ្ឋាននៃអំពើជួញដូរមនុស្សចំណែកអំពើជួញដូរផ្លូវភេទក៏មានទំហំធំដែរប៉ុន្តែត្រូវគេដឹងថាធ្វើដោយស្ងាត់កំបាំងខុសនឹងច្បាប់ទាំងក្មេងស្រីខ្មែរនិងជនជាតិវៀតណាមត្រូវគេនាំចេញពីជនបទទៅកាន់ទីក្រុងនិងតំបន់ទេសចរជាទីកន្លែងដែលពួកគេត្រូវបានគេលក់ឲ្យទៅផ្ទះបនហាងស៊ីផឹកហាងម៉ាស្សាបារខារ៉ាអូខេនិងទីតាំងផ្សេងៗមួយចំនួនទៀតដែលមិនមែនជាទីតាំងធ្វើពាណិជ្ជកម្មគឺក្នុងករណីទាំងនោះហើយដែលបង្ហាញថារដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តឲ្យបានពេញលេញតាមស្តង់ដារអបបរមានៃការលុបបំបាត់ការជួញដូរមនុស្សបើទោះជាមានការខិតខំច្រើនក្នុងកិច្ចការនេះក៏ដោយបើតាមរបាយការណ៍របស់អាមេរិករដ្ឋាភិបាលបានកាត់ទោសអ្នកជួញដូរមនុស្សប៉ុន្តែមិនបានចាត់វិធានការលើមន្ត្រីដែលចូលដៃនឹងការជួញដូរមនុស្សឡើយអ្នកស្រីជួបនអេងទទួលស្គាល់ថាពិតជាមានភាពខ្វះខាតទាំងនេះមែនប៉ុន្តែរដ្ឋាភិបាលមិនដែលបោះបង់កិច្ចខិតខំប្រឹងប្រែងឡើយព្រោះកន្លងមកនេះគឺយើងបានធ្វើការងារយ៉ាងសកម្មក្នុងរឿងប្រំជាទុកនេះហើយតែយើងមើលឃើញហើយរាល់ថ្ងៃនេះសម្បីតែមន្ត្រីរបស់រដ្ឋាភិបាលនឹងក៏មានការប្រំជាទុកជាបដាបដាដែរក្រៅពីលើកឡើងពីបញ្ហាក្នុងរបាយការណ៍នោះក៏បានបង្ហាញពីកិច្ចការដែលរដ្ឋាភិបាលបានធ្វើរួមនឹងអនុសាសន៍មួយចំនួនដើម្បីឲ្យរដ្ឋាភិបាលបំពេញការងារនេះដែរក្នុងនោះសហរដ្ឋអាមេរិកបានជំរុញឲ្យរដ្ឋាភិបាលអនុវត្តផែនការជាតិដោយកំណត់ភាពរងគ្រោះរបស់ពលរដ្ឋនិងផ្តល់សេវាកម្មជួយសង្គ្រោះមិនថានៅក្នុងប្រទេសដៃគូឬប្រទេសដែលមិនមានទំនាក់ទំនងការទូតនិងត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្តល្មើសតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្របគ្នានេះរដ្ឋាភិបាលត្រូវផ្តល់ថវិកាឲ្យបានគ្រប់គ្រាន់ក្នុងការអនុវត្តផែនការជាតិករណីនេះអ្នកស្រីជូប៊ុនអេងលើកឡើងថាក្តីបារម្ភដែលថាអាចជាឧបសគ្គក្នុងការអនុវត្តការងារប្រឆាំងការជួញដូរមនុស្សគឺបញ្ហាដែលកើតឡើងនៅក្នុងចំណោមពលករចំណាកស្រុករឿងនេះវាមិនអាស្រ័យនឹងកម្ពុជាម្នាក់ឯងទេចា៎បើសិនជាការដោះស្រាយនេះមានការប្រឹងប្រែងទាំងអស់គ្នាដោយកិច្ចសហការល្អរវាងប្រទេសជន់ប្រទេសទទួលឬរវាងប្រទេសកម្ពុជាជាមួយប្រទេសពាក់ព័ន្ធនឹងទៅបានទទួលលទ្ធផលល្អដែររបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលកាលពីឆ្នាំ2013រកឃើញថាចំនួនកុមារត្រូវគេជួញដូរមានអត្រា8កណ្ដោសញ្ញា 2% នៃចំនួនកុមារដែលស្វែងរកការងារធ្វើគឺមានការថយចុះបើប្រៀបធៀបនឹងឆ្នាំ1997និងឆ្នាំ2000ក្នុងឆ្នាំ2015នេះរបាយការណ៍ដដែលបង្ហាញថាចំនួននេះបានថយចុះមកត្រឹម2កណ្ដោសញ្ញា 2% ប៉ុន្តែអត្រាប្រេវឡង់នេះពុំត្រូវបានគេផ្សព្វផ្សាយជាផ្លូវការនៅឡើយនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញចាលោកនាងជាទីមេត្រីលោកនាងអាចចូលអានឯកសារដើមនៃរបាយការណ៍ប្រចាំឆ្នាំ2015របស់សហរដ្ឋអាមេរិកស្ដីពីការជួញដូរមនុស្សនេះសូមលោកនាងចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/khmerពលករខ្មែរដែលរងគ្រោះដោយការបង្ខំឲ្យធ្វើការនៅលើទូកនេសាទចំនួន33នាក់ទៀតដែលបានជួយសង្គ្រោះពីប្រទេសឥណ្ឌូនេស៊ីបានមកដល់កម្ពុជាហើយកាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការបរទេសលោកជុំសុនទ្រីបញ្ជាក់ថាស្ថានទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ីសហការជាមួយនឹងអង្គការអន្តរប្រវេសន៍អន្តរជាតិ IOM
បានជួយសង្គ្រោះពលករខ្មែរទាំង33នាក់នោះពីការជួញដូរមនុស្សនិងការបង្ខិតបង្ខំឲ្យធ្វើការលើទូកនេសាទនៅលើកោះចំនួន3នៅក្នុងប្រទេសឥណ្ឌូនេស៊ីយ៉ាងកាលពីខែមិថុនាឆ្នាំ2015មានពលករខ្មែរចំនួន230នាក់ត្រូវបានជួយសង្គ្រោះពីការជួញដូរដូចគ្នានេះដែរពីប្រទេសឥណ្ឌូនេស៊ីចាងាកមករឿងសាលាក្តីខ្មែរក្រហមវិញអង្គជំនុំជម្រះសាលាដំបងកាលពីថ្ងៃទី28ខែកក្កដាម្សិលមិញបានបញ្ចប់ការស្ដាប់តាមបណ្ដឹងរដ្ឋប្បវេណីទី1តាក់ទងការដ្ឋានការងារដែលបង្ខំនៅអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យបណ្ដឹងរដ្ឋប្បវេណីទី1នេះគឺសុំឲ្យតុលាការដាក់ទោសជនជាប់ចោទធ្ងន់ធ្ងរអស់មួយជីវិតលោកលេងម៉ាលីមានសេចក្តីរាយការណ៍នេះតាមបណ្ដឹងរដ្ឋប្បវេណីទី1ដែលត្រូវអង្គការខ្មែរក្រហមបង្ខំឲ្យលើកដីធ្វើទំនប់អាងត្រពាំងថ្មគឺលោកសែនសុផុននៅព្រឹកថ្ងៃទី28កក្កដាចង់ឲ្យអង្គជំនុំជម្រះសាលាដំបងផ្តន្ទាទោសជនជាប់ចោទនួនជានិងខៀវសំផនរហូតមួយជីវិតរហូតដល់សប្តាហ៍ថ្ងៃនេះមានតែការវេទនាធ្វើបាបមិនថារូបខ្ញុំឬបងប្អូនទាំងអស់ក្នុងប្រទេសកម្ពុជាទេទាំងអស់គ្នាគ្មានអ្នកណាដែលរួចផុតពីរបបកម្ពុជាទៅផ្ទៃហ្នឹងទេការខ្ញុំនិយាយនេះគឺជាការពិតទាំងអស់ខ្ញុំធ្លាប់លើជួបប្រទះនៅក្នុងនឹងទាំងអស់ហើយដូច្នេះទុកវេទនារបស់ខ្ញុំនេះខ្ញុំសូមឲ្យតុលាការជួយវិនិច្ឆ័យឲ្យខ្ញុំចោះតើទង្វើនេះគាត់ធ្វើនឹងតើសមស្របនឹងប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជានិងរូបខ្ញុំដែរឬទេហើយដូច្នេះរូបខ្ញុំនេះចង់ឲ្យលោកតុលាការផ្តន្ទាទោសគាត់ដាក់គុកគាត់អស់មួយជីវិតការស្នើសុំតុលាការបែបនេះគឺបន្ទាប់ពីដើមបណ្ដឹងរដ្ឋប្បវេណីសែនសុផុនថ្លែងអំពីទុក្ខសោកនិងការខូចខាតចំពោះរូបលោកដែលបង្កឡើងដោយសារពួកខ្មែរក្រហមកុហកនិងជម្លៀសចេញពីទីក្រុងភ្នំពេញនៅខែមេសាឆ្នាំ1975លោកត្រូវបានបង្ខំឲ្យជម្លៀសទៅព្រែករាំងស្រុកស្អាងខេត្តកណ្ដាលហើយបន្ទាប់មកជម្លៀសបន្តទៀតទៅខេត្តបាត់ដំបងជាទីដែលលោកបាត់បង់ឪពុកម្ដាយនិងប្អូនៗនៅមុនពេលបញ្ចប់សក្ខីកម្មលោកសែនសុផុនសួរតាមរយៈអង្គជំនុំជម្រះសាលាដំបងទៅជនជាប់ចោទថាតើអ្នកណានៅពីក្រោយការបញ្ជាឲ្យជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញដោយប្រើហេតុផលកុហកបោកប្រាស់ប្រជាពលរដ្ឋទាក់ទងនឹងសំណួរចង់ដឹងរបស់លោកសែនសុផុននេះជនជាប់ចោទនួនជានិងខៀវសំផនមិនបានឆ្លើយតបទេការមិនឆ្លើយតបនេះប្រធានអង្គជំនុំជម្រះសាលាដំបងលោកចៅក្រមនិលណុនថ្លែងថាដោយសារជនជាប់ចោទរក្សាសិទ្ធិនៅស្ងៀមមិនឆ្លើយតបសំណួរសិទ្ធិនេះត្រូវបានជនជាប់ចោទប្រកាសក្នុងសវនាការនៅថ្ងៃទី8ខែមករាលោកចៅក្រមនិលណុនបញ្ជាក់ថាពេលណាជនជាប់ចោទចង់ឆ្លើយតបនោះជនជាប់ចោទនឹងជូនដំណឹងដល់អង្គជំនុំជម្រះក៏ប៉ុន្តែរហូតដល់ពេលនេះអង្គជំរះនៅមិនទាន់បានទទួលដំណឹងពីការផ្លាស់ប្តូរចំហរបស់ជនជាប់ចោទទាំងពីរនាក់ពីការសម្រេចលះបង់សិទ្ធិក្នុងការនៅស្ងៀមមិនឆ្លើយតបមកជាការយល់ព្រមឆ្លើយតបនឹងសំណួររបស់ចៅក្រមនៃអង្គជំរះឬក៏របស់ភាគីនៅឡើយទេសូមលោកជ្រាបបន្ទាប់ពីដើមបណ្ដឹងរដ្ឋប្បវេណីសែនសុផុនអង្គជំនុំជម្រះសាលាដំបងបានបន្តស្ដាប់សក្ខីកម្មរបស់សាក្សីមួយរូបទៀតឈ្មោះមុំសឿមហៅហេងសមុទ្រសាក្សីរូបនេះមកពីភូមិថ្មីឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យលោកថ្លែងថាលោកក៏ត្រូវពួកខ្មែរក្រហមបង្ខំឲ្យលើកដីធ្វើទំនប់នៅអាងត្រពាំងថ្មដែរនៅឆ្នាំ1977សាក្សីមុំសឿមជម្រាបអង្គជំនុំជម្រះអំពីលក្ខខណ្ឌរស់នៅដ៏លំបាកនៅទីនោះព្រមទាំងមានការរៀបការដោយបង្ខំនិងការចាប់ខ្លួនពលរដ្ឋហើយបាត់ទៅរហូតការផ្ដាល់សក្ខីកម្មរបស់សាក្សីមុំសឿមនៅមិនទាន់បញ្ចប់ទេហើយនឹងត្រូវមកធ្វើបន្តនៅថ្ងៃពុធទី29កក្កដាទៀតខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញអាស៊ីសេរីចាដំណឹងពីខេត្តកំពង់ធំនៅវិញបណ្ដាញអង្គការក្រៅរដ្ឋាភិបាលនិងប្រជាសហគមន៍ប្រមាណជា100នាក់បាននាំគ្នាធ្វើយុទ្ធនាការដាំកូនឈើជា 1000 ដើមនៅចំណុចព្រៃសហគមន៍ការពារក្បាលខ្លាដែលស្ថិតនៅក្នុងភូមិស្រែចង់ឃុំសណ្ដាន់ស្រុកសណ្ដាន់នាយកប្រតិបត្តិអង្គការស្ពានសន្តិភាពលោកស៊ុំច័ន្ទមនីដែលដឹកនាំការបោះជំរំដាំកូនឈើទាំងនោះបានថ្លែងថាអ្នកចូលរួមមកពីបណ្ដាញនានាមាននិន្នាការសាសនាផ្សេងៗគ្នាក៏បានចូលរួមដាំកូនឈើក្នុងគោលបំណងអភិរក្សធនធានព្រៃឈើនៅតំបន់ព្រៃដែលត្រូវបានគេកាប់រុករាននិងការកាប់បំផ្លាញអស់មួយចំនួននោះផងលោកថាក្រៅពីនេះលោកនឹងចាត់ឲ្យមានការថែទាំកូនឈើដែលដាំរួចហើយនោះដោយសមាជិកសហគមន៍ចាយុទ្ធនាការនេះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានតាំងពីថ្នាក់ភូមិរហូតដល់ស្រុកហើយនឹងមានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចូលរួមផងដែរនៅថ្ងៃទី29ខែកក្កដានេះពួកគេនឹងបន្តដាំកូនឈើប្រភេទឈើប្រណិតនេះថែម 1000 ដើមទៀត
ចាលោកណានៀងជាទីមេត្រីនៅថ្ងៃប្រពៃទិវាសត្វខ្លាពិភពលោកទី29ខែកក្កដាអង្គការមូលនិធិអន្តរជាតិសម្រាប់ធម្មជាតិនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី28ខែកក្កដាបានបង្ហាញពីផែនការរបស់រដ្ឋាភិបាលកម្ពុជាដែលចូលរួមនៅក្នុងយុទ្ធនាការដើម្បីបង្កើនបរិមាណសត្វខ្លាទ្វេជា2បន្ទាប់ពីបានចូលរួមនៅក្នុងសន្និសីទកំពូលស្តីពីសត្វខ្លាពិភពលោកកាលពីខែវិច្ឆិកាឆ្នាំ2010នៅប្រទេសរុស្ស៊ីចាគោលបំណងនៃការប្រពៃទិវាសត្វខ្លាពិភពលោកនេះគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រទេសជាច្រើនក្នុងពិភពលោកដើម្បីបង្កើនបរិមាណសត្វខ្លាដែលបច្ចុប្បន្ននេះគឺនៅមានសេសសល់ចំនួន 3,200 ក្បាលប៉ុណ្ណោះចំនួនសត្វខ្លាមានការថយចុះជាខ្លាំងក្នុងមួយទសវត្សរ៍មកនេះសត្វខ្លាដែលគេឃើញចុងក្រោយនៅកម្ពុជាគឺនៅឆ្នាំ2007ដោយរូបភាពថតក្នុងម៉ាស៊ីនកាមេរ៉ានៅតំបន់អភិរក្សព្រៃឈើក្នុងខេត្តមណ្ឌលគិរីយ៉ាងបច្ចុប្បន្នគេពុំឃើញមានសត្វខ្លាបង្កាត់កូនទៀតទេប៉ុន្តែរដ្ឋាភិបាលកម្ពុជាមានផែនការចង់បង្កាត់កូនខ្លាឲ្យបានច្រើនក្រោមកិច្ចគាំទ្រាពីអង្គការមូលនិធិអន្តរជាតិសម្រាប់ធម្មជាតិ WWF ប្រធានអង្គការ WWF កម្ពុជាលោកឆិតសំអាតមានប្រសាសន៍ថាការបង្កើតឲ្យមានជំរកសត្វខ្លានិងការបញ្ឈប់ការបរបាញ់អាចជួយឲ្យបរិមាណសត្វខ្លាកើនឡើងវិញក៏ប៉ុន្តែត្រូវធានាថាមិនមានការអភិវឌ្ឍនៅតំបន់អភិរក្សព្រៃឈើទាំងនោះដូចជានៅខេត្តមណ្ឌលគិរីជាដើមប្រទេសចំនួន13ដែលបញ្ញានឹងបង្កើនបរិមាណសត្វខ្លារួមមានកម្ពុជាវៀតណាមថៃមីយ៉ាន់ម៉ាឬភូមាឡាវឥណ្ឌូនេស៊ីម៉ាឡេស៊ីប៊ូតង់ចិនបង់ក្លាដេសឥណ្ឌានេប៉ាល់និងរុស្ស៊ីចាការប្រឡងបាត់ឌុបឆ្នាំ2015នឹងប្រព្រឹត្តទៅនាសម័យប្រឡងថ្ងៃ24ខែសីហាដែលមានបេក្ខជនចំនួនជាង 88,438 នាក់នៅមណ្ឌលប្រឡងទូទាំងប្រទេសចំនួន150នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី27ខែកក្កដាបានព្រមានដល់បេក្ខជនទាំងអស់ថាត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរបើមិនដូច្នេះទេនឹងត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិឬក៏កម្រិតវិន័យចំពោះបេក្ខជនក្រសួងក៏បានហាមមិនឲ្យបេក្ខជនលាក់ជាប់នឹងខ្លួននៅឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលទៅក្នុងមណ្ឌលឬក៏បន្ទប់ប្រឡងជាដាច់ខាតមណ្ឌលប្រឡងភ្នំពេញនិងខេត្តកណ្ដាលនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃរសៀលទី15ខែកញ្ញាឆ្នាំ2015ដែលឡែកមណ្ឌលខេត្តផ្សេងៗទៀតនឹងប្រកាសលទ្ធផលនៅថ្ងៃទី16ខែកញ្ញាឆ្នាំ2015ចាលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូននៅនាងខ្ញុំម៉ៅសុធានីសូមលោកនាងរងចាំស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តនាពេលបន្តិចទៀតនេះលោកនាងកញ្ញាជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដាផ្ដោតអំពីចាខួប2ឆ្នាំនៃព្រឹត្តិការណ៍បោះឆ្នោតកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2013នីតិសាសនានិងសង្គមនឹងអធិប្បាយជូនអំពីទំនៀមបូជាទានវក្សាហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់ចាសូមអញ្ជើញលោកនាងកញ្ញាស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាចាលោកនាងជាទីមេត្រីថ្ងៃ28ខែកក្កដាឆ្នាំ2015នេះគឺជាខួប2ឆ្នាំគត់ក្រោយពីព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ2013អ្នកខ្លំមើលការបោះឆ្នោតរិះគន់ថាយុទ្ធនាការបោះឆ្នោតនៅកម្ពុជាមានការប្រែប្រួលតិចតួចនៅឡើយបើប្រៀបធៀប4អាណត្តិកន្លងទៅហើយថាស្ថាប័នកោជបហាក់មិនសូវបានយកចិត្តទុកដាក់លើអនុសាសន៍នានារបស់សហគមន៍ជាតិនិងអន្តរជាតិដែលរកឃើញថាមានកំហុសលើផ្នែកបច្ចេកទេសនៃប្រព័ន្ធបោះឆ្នោតចាលោកមុំនិរតរាជការពុស្ដាអំពីរឿងនេះរយៈពេល2ឆ្នាំកន្លងផុតទៅការចងចាំរបស់ប្រជាពលរដ្ឋមិនទាន់រសាត់ឆ្ងាយទៅណានៅឡើយអំពីព្រឹត្តិការណ៍ថ្ងៃបោះឆ្នោត28កក្កដាឆ្នាំ2013
កាលនោះនៅពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងដំណើរការរាប់សន្លឹកឆ្នោតសភាពការទីក្រុងភ្នំពេញបានផ្លាស់ប្ដូរមួយរំពេចដោយមានកម្លាំងចម្រុះដែលចល័តនិងឡោមព័ទ្ធមណ្ឌលបោះឆ្នោតមួយចំនួននៅការិយាល័យដែលមានបញ្ហានៅថ្ងៃនេះកាលពី2ឆ្នាំមុនគឺខួប2ឆ្នាំហើយនៅតាមមណ្ឌលការិយាល័យបោះឆ្នោតស្ទើរទូទាំងប្រទេសជាពិសេសខេត្តដែលនាំមុខគេនិងមានចំនួនប្រជាជនច្រើនដូចជាខេត្តកំពង់ចាមខេត្តបាត់ដំបងនិងរាជធានីភ្នំពេញជាដើមសម្លេងគាំទ្រគណៈបកប្រឆាំងដែលពុំធ្លាប់មានបាននាំមុខគណៈបកប្រជាជនកម្ពុជាប្រកៀកប្រកាត់ស្របពេលមណ្ឌលបោះឆ្នោតផ្សេងទៀតក៏មានស្ថានភាពប្រហាក់ប្រហែលគ្នានេះដែរកាលនោះនៅតាមការិយាល័យបោះឆ្នោតប្រជាពលរដ្ឋម្ចាស់ឆ្នោតបានប្រើប្រាស់សិទ្ធិរបស់ខ្លួនដើរតួជាអ្នកឃ្លាំមើលនិងសង្កេតការរាប់សន្លឹកឆ្នោតវិញម្ដងមានការិយាល័យបោះឆ្នោតខ្លះទាំងនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តក្រុងដោយមានការរារាំងពីមន្ត្រីប្រចាំការបានបណ្ដាលឲ្យមានផ្ទុះហិង្សារវាងអ្នកទៅបោះឆ្នោតនិងមន្ត្រីប្រចាំការិយាល័យក៏មានដែរដោយឡែកសម្រាប់រាជធានីភ្នំពេញវិញនៅការិយាល័យបោះឆ្នោតដែលស្ថិតនៅជិតវត្តស្ទឹងមានជ័យមានរថយន្ត2គ្រឿងរបស់កងរាជអាវុធហត្ថត្រូវបានក្រុមអ្នកតវ៉ាដុតឆេះកំហឹងមហាជននេះបានផ្ទុះឡើងកាលនោះដោយសារឈ្មោះរបស់ពួកគេបានបាត់ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតផងនិងពួកគេចោទថាមានអ្នកលួចបន្លំឈ្មោះផងហើយមន្ត្រីរៀបចំការបោះឆ្នោតនៅទីនោះមិនការពារថែមទៀតក្នុងពេលដំណើរការរាប់សន្លឹកឆ្នោតនៅតាមការិយាល័យចាប់ផ្ដើមបានមួយសន្ទុះស្រាប់តែលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយជាសាធារណៈដោយចាត់ទុកថ្ងៃទី28ខែកក្កដាគឺជាទិវាប្រវត្តិសាស្ត្រដែលគណៈបក្សសង្គ្រោះជាតិបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី5ឆ្នាំ2013គណៈបកនេះក៏បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានបោះឆ្នោតគាំទ្រឲ្យគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតមិនយូរប៉ុន្មានរយៈពេលប្រមាណ2ម៉ោងក្រោយមកនៅពេលសភាពការទីក្រុងភ្នំពេញប្រែប្រួលនិងមានការចល័តកងទ័ពចម្រុះប្រដាប់ដោយអាវុធនៅទីក្រុងភ្នំពេញនិងការប៉ះទង្គិចគ្នារវាងពលរដ្ឋនិងកម្លាំងនៅវត្តស្ទឹងមានជ័យផងនោះស្រាប់តែលោកសំរងស៊ីបានចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដោយចាត់ទុកការចេញសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួនថាជាការយល់ច្រឡំលោកសំរងស៊ីបញ្ជាក់ថាការបោះឆ្នោតលើកនេះគឺប្រជាពលរដ្ឋជាអ្នកឈ្នះគឺជ័យជំនះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយមានការចូលរួមកុះករពីប្រជាពលរដ្ឋពុំមានអំពើហិង្សាហើយមានភាពចាស់ទុំផ្នែកខាងនយោបាយទៅវិញការចេញសេចក្តីថ្លែងការណ៍លើកទី2របស់លោកសំរងស៊ីនេះនៅស្របពេលកងកម្លាំងប្រដាប់អាវុធជាច្រើនបានដាក់ពង្រាយនៅតាមផ្លូវនិងមហាវិថីសំខាន់ៗបានដាក់បរាសបិទមិនឲ្យធ្វើចរាចរណ៍ថែមទៀតផ្លូវមួយចំនួនក្នុងក្រុងមានសភាពស្ងប់ស្ងាត់ហើយប្រជាពលរដ្ឋខ្លះបានសម្រុកចេញទៅក្រៅក្រុងភ្លាមៗនៅពេលដែលមានព័ត៌មានធ្លាយថាគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះលោកប្រែតអាដាមនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចាត់ទុកថាដំណើរការបោះឆ្នោតស្ទើរតែទាំងស្រុងបានលំអៀងទៅរកគណៈបកកណ្ដាលអំណាចហើយរារាំងដល់គណៈបកប្រឆាំងមានរថយន្តយោធាជាច្រើនគ្រឿងបានដឹកកងទ័ពទៅជួយបោះឆ្នោតនៅតាមការិយាល័យខ្លះនៅថ្ងៃបោះឆ្នោតបញ្ហាទាំងនេះនៅមិនទាន់គិតដល់អ្នកបោះឆ្នោតជំនួសអ្នកបន្លំឈ្មោះស្ទួននិងមានជនអន្តរប្រវេសន៍វៀតណាមនៅឡើយផងលោកយ៉ែមបញ្ញរិទ្ធមន្ត្រីនាំពាក្យគណៈបក្សសង្គ្រោះជាតិអះអាងថាថ្មីបើនៅពេលនេះមិនអាចបញ្ជាក់បានពីតួលេខក៏ប៉ុន្តែគណៈបកមួយនេះពិតជាទទួលបានការគាំទ្រលើសលប់ហួសពីការរំពឹងទុកដែលអាចជួយឲ្យគណៈបកប្រឆាំងស្ទើរតែមានលទ្ធភាពបង្កើតរដ្ឋាភិបាលបានប្រសិនបើការបោះឆ្នោតពិតជាត្រឹមត្រូវនិងយុត្តិធម៌យើងយល់ឃើញថាការបោះឆ្នោត2013គណៈបក្សសង្គ្រោះជាតិដែលមានការគាំទ្រយ៉ាងខ្លាំងដោយសារការចូលរួមពីប្រជាពលរដ្ឋពីគ្រប់ទិសទីផ្ទុយពីនេះនាយកប្រតិបត្តិនៃគណៈកម្មាធិការព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថាអង្គការ Netflix លោកសំគុណធីមីទទួលស្គាល់ថាគណៈបកប្រឆាំងពិតជាទទួលបានការគាំទ្រពីម្ចាស់ឆ្នោតមែននៅក្នុងអាណត្តិនេះក៏ប៉ុន្តែតាមទំហំជាក់ស្ដែងគណៈបកចំពោះមួយនេះលោកមើលមិនទាន់ឃើញថាមានលទ្ធភាពនាំមុខគណៈបកកណ្ដាលអំណាចបាននៅឡើយទេបើផ្អែកតាមបណ្ដឹងនោះតាមរយៈការបណ្ដឹងសពបែបយ៉ាងហ្នឹងគឺនៅមានចំណុចមិនគ្រប់គ្រាន់នឹងការប្រកាសថាគណៈបកសង្គ្រោះជាតិទទួលបានជោគជ័យតាមតែពាក្យកណ្ដាលបូកមួយហ្នឹងគឺអត់ប្រមាណទេតាមពាក្យបណ្ដឹងឬក៏តាមរយៈការសង្កេតមើលណាបាទតែមានបណ្ដឹងច្រើនជាងនេះហើយមានភាពមិនប្រក្រតីច្រើននេះវាអាចប៉ះពាល់ដល់កៅអីបាទក្នុងពេលប្រកាសលទ្ធផលសន្លឹកឆ្នោតបណ្ដោះអាសន្នដែលនឹងគ្រោងចាប់ផ្ដើមនៅថ្ងៃទី12ខែសីហាឆ្នាំ2013មិនទាន់នឹងមកដល់ផងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់ចាប់ផ្ដើមដកលុយចេញពីធនាគារស្ទើរគ្រប់គ្នាមានអ្នកខ្លះទិញមីទិញសាំងនៅអង្គរត្រៀមទុកក្រែងមានបញ្ហាកើតឡើងជុំវិញរឿងនេះលោកនាយករដ្ឋមន្ត្រីធ្លាប់គម្រាមជាញឹកញយឲ្យថាបើគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតអាចនឹងមានសង្គ្រាម
ប្រហែលជាមូលហេតុនេះហើយមើលទៅទើបជំរុញឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈហាក់ដូចដឹងជាមុនថាអាចនឹងមានសង្គ្រាមកើតឡើងដោយអ្វីដែលលោកហ៊ុនសែនប្រកាសនៅមុនការបោះឆ្នោតមកដល់ក៏ប៉ុន្តែការប្រកាសលទ្ធផលឆ្នោតរបស់កោជបក្នុងការបោះឆ្នោតលើកនេះគឺមិនប្រកាសលទ្ធផលបឋមឲ្យចប់ដើមទេដោយបានផ្អាកការប្រកាសដែលខុសពីធម្មតានៅនីតិចុងក្រោយកោជបបានប្រកាសជាផ្លូវការគឺគណៈបកប្រជាជនកម្ពុជាទទួលបាន68អាសនៈចំណែកគណៈបកសង្គ្រោះជាតិវិញ55អាសនៈស្ថិតក្រោមហេតុផលនេះហើយដែលជំរុញឲ្យគណៈបកសង្គ្រោះជាតិបន្តក្រាញនានាតវ៉ាអស់ប្រហែលពេល1ឆ្នាំប្រឆាំងលទ្ធផលឆ្នោតគេនៅចាំមើលនៅសល់ប្រមាណ3ឆ្នាំខាងមុខទៀតនេះក្រោយពីការប្រកាសលទ្ធផលសន្លឹកឆ្នោតរួចថាតើនឹងមានព្រឹត្តិការណ៍ដូចឆ្នាំ2013ទៀតដែរឬទេតើអ្នកឈ្នះនឹងទទួលបានលទ្ធផលដោយសន្តិភាពឬឯអ្នកចាញ់វិញតើនឹងចាញ់ដោយស្ងប់ចិត្តដែរឬយ៉ាងណាខ្ញុំមកមនីរតវិទ្យុអាស៊ីសេរីភ្នំពេញនេតិសាសនានិងសង្គមចាលោកអ្នកស្ដាប់ទីមេត្រីនៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះកិច្ចចូលព្រះវស្សារយៈពេល3ខែរបស់ភិក្ខុសង្ឃក្នុងពុទ្ធសាសនានឹងឈានចូលមកដល់ចាក្នុងអំឡុងពេលចូលវស្សានេះក្រៅតែពីការដាក់វេនកាន់បិណ្ឌនិងភ្ជុំបិណ្ឌផ្គត់ផ្គង់ចង្ហាន់បិណ្ឌបាតហើយនឹងគ្រឿងបរិក្ខារផ្សេងពុទ្ធបរិស័ទខ្មែរមានទំនៀមមួយទៀតគឺការរួមសាមគ្គីគ្នាបូជាទានវស្សាគឺដោយហេតុទៅវេប្រគិនប្រសង់នៅតាមទីអារាមនានាចាសសូមអញ្ជើញស្ដាប់សេចក្តីអធិប្បាយរបស់អ្នកនាងកេសររណយាដោយសេចក្តីសង្ខេបអំពីទំនៀមពីបរមបុរាណមួយនេះដែលពុទ្ធបរិស័ទតែងធ្វើនៅដើមរដូវចូលវស្សាសួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីទំនៀមបូជាទានវស្សាគឺជាផ្នែកមួយនៃក្តីគោរពរបស់ពុទ្ធបរិស័ទរំលឹកនឹកដល់គុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោតមដោយការបូជានៅគ្រឿងសក្ការៈមានប្រទីបទៀនធូបនិងផ្កាភ្ញីជាដើមកាលពីបុរាណទានវស្សាគឺធ្វើអំពីក្រមួនឃ្មុំដែលពុទ្ធបរិស័ទតែងជួបជុំគ្នាស្ងោររំលាយក្រមួនសុទ្ធហើយចាក់ពុំធ្វើជាទានដែលគេហៅថាពិធីសិទ្ធិទានវស្សាតើទំនៀមបូជាទានក្នុងរដូវវស្សានេះមានសេចក្តីដំណើរយ៉ាងណាដែរក្នុងពុទ្ធសាសនាព្រះគ្រូចៅអធិការវត្តអូរអិលខេត្តបៃលិនភិក្ខុផៃរទ្ធីសម្រិទ្ធិធម្មោមានធរណីកាបញ្ជាក់ថាក្នុងគម្ពីរពុទ្ធសាសនាពុំមានចែងអំពីការបូជាទានធូបអ្វីឡើយគឺមានតែការបូជាប្រទីបដែលជាគ្រឿងអុជបំភ្លឺទានវស្សានេះក៏ពិតទៅមិនជាពុទ្ធនិញ្ញាពុទ្ធបញ្ញត្តិអីទេប៉ុន្តែថាជំនាន់ព្រះគេមានបទជាចន្លោះហើយនឹងប្រទីបហ្នឹងគេហៅថាប្រទីបហ្នឹងគឺគេយកទៅដោះខ្លាយ៉ាងមកទៅដោះគោយើងហ្នឹងគេយកទុកទៅវាទៅឡើងខ្លាអញ្ចឹងទៅគេយកបច្ឆេះបានទៅដាក់នៅហ្នឹងគេឲ្យទៅឆេះឃ្លោមកយកទល់ភ្លឺអញ្ចឹងភ្លឺនៅក្នុងវត្តហ្នឹងទៅតមកដល់យើងសម័យបច្ចុប្បន្ននេះទៀនហ្នឹងក៏គេផលិតមកយកទៀនហ្នឹងធ្វើជាថ្ងៃប្រពនៅក្នុងការចូលវស្សាដោយឲ្យបំភ្លឺបូជាប្រទីបដូចជំនាន់ព្រះហ្នឹងបើអញ្ចឹងទៀនហ្នឹងគឺជាកិច្ចមួយសម្រាប់ញាតិញោមពុទ្ធបរិស័ទក៏ឃើញថានៅក្នុងវត្តហ្នឹងគឺងាយណាស់ចឹងអត់មានអគ្គិសនីមានអីទេគិតប្រគេនទៀនវត្តណាមានអគ្គិសនីទៅក៏ដាក់ប្រេងម៉ាស៊ីនអីប្រេងម៉ាស៊ីនអីចឹងទៅហ្នឹងគឺជាទំនៀមដែលអ្នកប្រាជ្ញហ្នឹងចងក្រងតគ្នាមកទេជំនាន់ព្រះគឺអត់មានទេបងចំពោះប្រភពនៃការសាងទានវស្សានេះវិញសៀវភៅព្រះរាជពិធីទ្វារទសមាសផ្សាយក្នុងពុទ្ធសករាជ2503កាលពី55ឆ្នាំមុននោះកត់ត្រាថាពិធីសិទ្ធិទានវស្សានេះគឺជាទំនៀមរបស់ប្រជារាស្ត្រពុទ្ធបរិស័ទផងនិងជាកងការកុសលរបស់ព្រះរាជាផងប្រទេសខ្មែរមានទំនៀមសាងទានវស្សាជាច្រើនរជ្ជកាលមកហើយដោយសំអាងលើគោលពីរយ៉ាងដែលមានលក្ខណៈនិងកាលវេលាស្របគ្នាគោលទី1សំអាងលើវត្ថុបុរាណគឺជើងទានវស្សាធ្វើអំពីថ្មភក់ដែលពុទ្ធបរិស័ទវត្តលង្ការក្រៅក្នុងខេត្តសៀមរាបបាននាំយកមកតម្កល់ទុកក្នុងមន្ទីរពុទ្ធសាសនបណ្ឌិតជើងទានវស្សាបុរាណនេះប្រហែលជាកសាងឡើងក្នុងអំឡុងពុទ្ធសករាជ2350ទៅ2400គឺរវាងគ្រិស្តសករាជ1807ដល់1857
រីឯគោលទី2គឺផ្អែកតាមឯកសារព្រះរាជពង្សាវតាក្រុងកម្ពុជាក្នុងរជ្ជកាលព្រះបរមកោដ្ឋព្រះអង្គឌួងដែលគ្រងរាជ្យសម្បត្តិចាប់ពីពុទ្ធសករាជ2391ដល់2404ត្រូវគ្នានឹងគ្រិស្តសករាជ1848ដល់1859សៀវភៅនេះក៏សរសេរបញ្ជាក់ដែរថាពុំឃើញមានតម្រាឯណាចាស់ជាងនេះទៅទៀតកត់ត្រាអំពីរឿងទានវស្សានេះទេទាំងគម្ពីរពុទ្ធសាសនាទៀតសោតក៏ពុំមាននិយាយចំឈ្មោះទានវស្សានេះឡើយគឺមានពោលត្រឹមតែប្រទីបហើយក៏មិនមានបញ្ជាក់អំពីប្រភេទប្រទីបបែបណាដែរចាគឺសេចក្តីតាក់ទងនឹងការបូជាប្រទីបក្នុងពុទ្ធសាសនានេះហើយដែលក្រោយមកបានคล้ายទៅជាទំនៀមពិធីសិទ្ធិទានវស្សាវេប្រគេនភិក្ខុសង្ឃនារដូវចូលវស្សាជាប់រហូតមកដល់សព្វថ្ងៃនេះលោកគ្រូធម្មាចារ្យលាវសុមនោនៅភូមិវត្តស្វាយឃុំសាលាកំរើកក្រុងសៀមរាបអធិប្បាយបន្ថែមអំពីប្រការនេះដែលយើងជាអ្នកកាន់ពុទ្ធសាសនាដោយចំពោះគឺខ្មែរយើងតែម្ដងដែលមានទំនៀមទម្លាប់ហ្នឹងមានឯកសារមួយដែលបានសរសេរដោយព្រះបាទអង្គឌួងព្រះរាជាអង្គនឹងឯងដែលជាអ្នកជ្រះថ្លានៅក្នុងព្រះសាសនារួចទៅក៏បាននាំអាណាព្យានរាជរបស់ព្រះអង្គហ្នឹងគឺនាំគ្នាធ្វើទានហ្នឹងឲ្យសិទ្ធទានហ្នឹងគឺធ្វើដើម្បីជាលក្ខណៈមួយនៅក្នុងការបូជាដល់ភិក្ខុសង្ឃបានជាការដែលដល់រដូវវស្សានឹងចូលមកដល់ប្រជាជនខ្មែរហ្នឹងគឺទូទៅមានផ្នត់គំនិតមួយថាមានទានវស្សានឹងចាំបាច់ណាស់ដែលត្រូវតែធ្វើអញ្ចឹងហ្នឹងទៅតាមលំអានរបស់ព្រះបាទអង្គឌួងនឹងមកចាក់ខ្នាតទានវស្សាជាទូទៅគឺមានទំហំប្រមាណ2ចាប់ទៅ2ចាប់កន្លះនិងមានកម្ពស់2ហត្ថរីឯសប្តាហ៍នេះការសិទ្ធិទានវស្សាមានទំហំធំតូចទៅតាមសទ្ធានិងកម្លាំងទ្រព្យធនធានពុទ្ធបរិស័ទអ្នកម្ចាស់ទានលោកអាចារ្យរឹតតាំងឲ្យដឹងថាទោះបីជាសម័យបច្ចុប្បន្ននេះមានភ្លើងអគ្គិសនីក្តីប៉ុន្តែពុទ្ធបរិស័ទវត្តខ្មែរ Modesto ក្នុងរដ្ឋ California សហរដ្ឋអាមេរិកនៅតែនាំគ្នារក្សាទំនៀមបូជាទានវស្សាទៅតាមប្រពៃណីពីបរមបុរាណដូនតាតាំងពីនៅស្រុកខ្មែរមកបាទរឿងទានវស្សានេះបើតាមសពុតពេលដែលយើងទៅធ្វើឧបោសថឬក៏សម្ដែងបដិមោក្ខលោកសម្ដែងសួរទៅដល់ភិក្ខុទាំងឡាយថានៅក្នុងទីនឹងតើមានបន្លឺឬអត់បើអត់ទេឲ្យប្រុងប្រៀបប្រតិទដើម្បីឲ្យបំភ្លឺដល់យើងតមកទៀតដែលយើងធ្វើទានវស្សានេះដែលលោកចូលទៅក្នុងព្រះវិហារលោកធ្វើឧបោសថយើងមានទាននឹងបំភ្លឺសម្រាប់ធ្វើឧបោសថសម្រាប់បំភ្លឺគ្រប់អ្វីទាំងអស់ណាបាទក្នុងន័យពុទ្ធសាសនាទំនៀមសិទ្ធិទានវស្សាប្រគេនដល់ភិក្ខុសង្ឃគង់ចាំវស្សារយៈពេល3ខែដែលសំដៅសម្រួលដល់ការរស់នៅនិងសិក្សារៀនសូត្រធម៌វិន័យនៅតាមទីវត្តអារាមនានានោះគឺពលរដ្ឋពុទ្ធបរិស័ទខ្មែររួបរวมគ្នាបរិច្ចាគធនធានទៅតាមសទ្ធាជ្រះថ្លាក្នុងជំនឿចាត់យកមគ្គផលបុណ្យកុសលរៀងខ្លួនលោកគ្រូធម្មាចារ្យលាវសុមនោនៅភូមិវត្តស្វាយឃុំសាលាកំរើកក្រុងសៀមរាបបញ្ជាក់អំពីអានិសង្សគឺផលបុណ្យឬគុណប្រយោជន៍និងសេចក្តីសុខចម្រើនដែលបានមកអំពីការធ្វើអំពើជាកុសលឬសេចក្តីល្អនៃការបូជាប្រទីបជ្វាលាគឺគ្រឿងអុជបំភ្លឺនេះបាទនៅក្នុងទានវត្ថុព្រះសម្មាសម្ពុទ្ធសម្ដែងដែរពាក់ព័ន្ធនៅក្នុងរឿងប្រទីបនឹងហើយមានតាំងពីសម័យពុទ្ធមុនមកដែរធ្លាប់បរិស័ទនឹងនាំគ្នាបូជាប្រទីបនឹងគឺមិនមែនតែទានទេសូម្បីតែចន្លោះក៏ដោយគ្រប់បែបយ៉ាងទាំងអស់ហ្នឹងដែលជារួមមកគឺហៅថាប្រទីបនឹងឯងគឺជាការឲ្យដល់ការបំភ្លឺហើយសប្តាហ៍យើងដល់តែងាយជាងនឹងទៅទៀតគឺអគ្គិសនីនឹងឯងបាទក្នុងប្រទីបនឹងបាទប៉ុន្តែលក្ខណៈរួមមកគឺជាការឲ្យប្រទីបទៅជាទាននឹងឯងដែលព្រះអង្គសម្ដែងថាទីបតោចក្ខុតោហោតិអ្នកឲ្យប្រទីបឈ្មោះថាឲ្យចក្ខុគឺភ្នែកនឹងចាំម្យ៉ាងវិញទៀតការបូជាប្រទីបជ្វាលាគឺគ្រឿងអុជបំភ្លឺមានទានជាដើមនេះពុំមែនសម្រាប់តែក្នុងរដូវចូលវស្សានោះឡើយពលគឺពលរដ្ឋពុទ្ធបរិស័ទអាចបូជាបានគ្រប់ពេលវេលានិងគ្រប់រដូវកាលទាំងអស់នាងខ្ញុំកេសររនីយ៉ាវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington ចាតទៅនឹងការអុជទានរក្សានៅក្នុងព្រះវិហារគឺមានជំនឿថា
គេត្រូវរក្សាភ្លើងទៀនឲ្យឆេះជាប់រហូតគ្រប់រយៈពេល3ខែបើសិនបើទៀនរលត់គឺការចូលរក្សារបស់ព្រះភិក្ខុសង្ឃនឹងដាច់ប៉ុន្តែតាមឯកសារគម្ពីរនៃការពុទ្ធសាសនាការដាច់រក្សារបស់ភិក្ខុសង្ឃគឺអាស្រ័យដល់ការប្រព្រឹត្តកន្លងវិន័យពុទ្ធបញ្ញត្តិហើយគ្មានតាក់ទងនឹងការរក្សាភ្លើងទៀនរក្សានេះឡើយតទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានបញ្ចប់រដ្ឋាភិបាលសម្រាប់កាត់បន្ថយគោលនយោបាយផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចពីរយៈពេល99ឆ្នាំមកនៅត្រឹម50ឆ្នាំវិញការកាត់បន្ថយនេះក៏នៅបន្ទាប់ពីអ្នកស្រាវជ្រាវរកឃើញថាការផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចរយៈពេល99ឆ្នាំនោះគឺបានហុចផលអវិជ្ជមានច្រើនជាងផលវិជ្ជមានដល់សេដ្ឋកិច្ចក្រសួងកសិកម្មរុក្ខានិងប្រមាញ់នេសាទរួមជាមួយអ្នកជំនាញនៃអង្គការក្រៅរដ្ឋាភិបាលបានរៀបចំវេទិកាថ្នាក់ជាតិមួយស្ដីពីគ្រោះថ្នាក់ដោយសារការប្រើជីគីមីនិងថ្នាំពុលនៅក្នុងវិស័យកសិកម្មរយៈពេល2ថ្ងៃនៅខេត្តសៀមរាបវេទិកាថ្នាក់ជាតិនេះមានការចូលរួមពីក្រុមអ្នកជំនាញមកពីច្រើនមជ្ឈដ្ឋានដែលរួមមានវិទ្យាកសិករពីខេត្តសៀមរាបកំពង់ធំកំពង់ចាមនិងខេត្តព្រះវិហារចាប់ពីខេត្តបាត់ដំបងសកម្មជនគណៈបក្សប្រជាជាតិម្នាក់នៅស្រុកបាណន់កាលពីម្សិលមិញនេះបានប្តឹងអតីតមេបញ្ជាការរងយោធានៅក្នុងខេត្តបាត់ដំបងមួយរូបពីបទគំរាមសម្លាប់ទៅអង្គការលីកាដូដើម្បីឲ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់សកម្មជនបកប្រឆាំងរូបនោះកំពុងបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនគឺនៅបន្ទាប់ពីត្រូវមន្ត្រីយោធារូបនោះវាយដំបង្ករបួសស្នាមនិងគំរាមកំហែងនៅរូបគាត់ជាបន្តបន្ទាប់គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយជាង50ស្ថាប័នលើកឡើងថាវិសមភាពយេនឌ័រនៅកម្ពុជានៅតែមានកម្រិតទាបនៅឡើយបញ្ហានេះធ្វើឲ្យស្ត្រីប្រឈមទៅនឹងអំពើហិង្សាមានការរើសអើងក្នុងសង្គមហើយដែលជំរុញឲ្យស្ត្រីកម្ពុជាទទួលបានយុត្តិធម៌មិនស្មើភាពគ្នាករណីនេះសង្គមស៊ីវិលស្នើឲ្យស្ត្រីកម្ពុជាត្រូវតែក្លាហានក្នុងការតស៊ូមតិដើម្បីឈានទៅបញ្ចប់វប្បធម៌នេតិនភាពចំពោះស្ត្រីរបាយការណ៍ប្រចាំឆ្នាំ2015របស់សហរដ្ឋអាមេរិកស្ដីពីការជួញដូរមនុស្សបានបង្ហាញថាកម្ពុជាមិនទាន់បានប្រឹងប្រែងឲ្យបានពេញលេញនៅឡើយក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពជួញដូរមនុស្សចាររបាយការណ៍ដដែលបានបន្តចំណាត់ថ្នាក់កម្ពុជាឲ្យស្ថិតនៅជួរលំដាប់លេខ2នៃការឃ្លាំមើលក្នុងការប្រឆាំងនឹងអំពើជួញដូរមនុស្សគឺដូចក្នុងរយៈពេល2ឆ្នាំមុននេះដែរចានេះមានន័យថាកម្ពុជាគឺជាប្រទេសដែលមិនទាន់គ្រប់តាមបទដ្ឋានជាមូលដ្ឋាននៃកិច្ចការពារជនរងគ្រោះដោយសារការជួញដូរនេះពលករខ្មែរដែលរងគ្រោះដោយការបង្ខំឲ្យធ្វើការនៅលើទូកនេសាទចំនួន33នាក់ទៀតដែលបានជួយសង្គ្រោះពីប្រទេសឥណ្ឌូនេស៊ីបានមកដល់កម្ពុជាហើយកាលពីម្សិលមិញអ្នកនាំពាក្យក្រសួងការបរទេសលោកជុំសុនទ្រីបញ្ជាក់ថាស្ថានទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ីសហការជាមួយនឹងអង្គការអន្តរប្រវេសន៍អន្តរជាតិ IOM បានជួយសង្គ្រោះពលករខ្មែរទាំង33នាក់នោះពីការជួញដូរមនុស្សនិងការបង្ខិតបង្ខំឲ្យធ្វើការលើទូកនេសាទនៅលើកោះចំនួន3នៅក្នុងប្រទេសឥណ្ឌូនេស៊ីចាការប្រឡងបាត់ឌុបឆ្នាំ2015នឹងប្រព្រឹត្តទៅនាសម័យប្រឡងថ្ងៃ24ខែសីហាដែលមានបេក្ខជនចំនួនជាង 88,438 នាក់នៅមណ្ឌលប្រឡងទូទាំងប្រទេសចំនួន150នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី27ខែកក្កដាបានព្រមានដល់បេក្ខជនទាំងអស់ថាត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរបើមិនដូច្នេះទេនឹងត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិឬក៏កម្រិតវិន័យចំពោះបេក្ខជនក្រសួងក៏បានហាមមិនឲ្យបេក្ខជនលាក់ជាប់នឹងខ្លួននៅឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលទៅក្នុងមណ្ឌលឬក៏បន្ទប់ប្រឡងជាដាច់ខាតមណ្ឌលប្រឡងភ្នំពេញនិងខេត្តកណ្ដាលនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃរសៀលទី15ខែកញ្ញាឆ្នាំ2015ដែលឡែកមណ្ឌលខេត្តផ្សេងៗទៀតនឹងប្រកាសលទ្ធផលនៅថ្ងៃទី16ខែកញ្ញាឆ្នាំ2015ចាលោកនាងអ្នកស្ដាប់ទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែប៉ុណ្ណេះ
យើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខចម្រើនកុំបីឃ្លៀងឃ្លាតឡើយចា៎នាងខ្ញុំម៉ៃសុធានីព្រមទាំងក្រុមការងារទាំងអស់របស់វិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 13740 kHz ស្មើនឹងកម្ពស់ 22m លោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.rfa.org/khmer